កាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2026កន្លងទៅថ្មីនេះគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានអនុម័តជាឯកច្ឆន្ទដោយថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកទាំងឡាយក្នុងពេលមានជម្លោះប្រដាប់អាវុធការសម្រេចនេះធ្វើឡើងនៅក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី48ដោយមានការចូលរួមពីសមាជិក162ប្រទេសនៃទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េនៅចំពោះមុខគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលោកសុសយ៉ារ៉ាប្រធានប្រតិភូសន្និសីទអន្តរជាតិនៃបណ្ដាគណៈបកនយោបាយនៅអាស៊ីនិងក្រុមប្រឹក្សាវប្បធម៌អាស៊ីរបស់គណៈបកប្រជាជនកម្ពុជាបានលើកឡើងជុំវិញការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលតម្រូវឲ្យមានការទទួលខុសនិងការថ្កោលទោសតាមច្បាប់អន្តរជាតិតំណាងកម្ពុជានិងក្រុមប្រឹក្សាវប្បធម៌អាស៊ីរូបនេះដដែលបានបញ្ជាក់យ៉ាងច្បាស់ថាយុត្តិធម៌ត្រូវតែមាននិងថាការមិនទទួលខុសត្រូវលើទង្វើនឹងធ្វើឲ្យជនប្រព្រឹត្តបទល្មើសបន្តរួចផុតពីការទទួលខុសត្រូវនៅក្នុងនេះលោកសូយ៉ារ៉ាទាមទារឲ្យនាំជនល្មើសទៅផ្ដន្ទាទោសតាមច្បាប់ដោយយុត្តិធម៌ចំពោះការបំផ្លាញដោយចេតនាលើតំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO តែលោកសូយ៉ារ៉ាក៏មិនភ្លេចរំលឹកនៅសារៈសំខាន់នៃការតភ្ជាប់អរិយធម៌និងតំបន់បេតិកភណ្ឌពិភពលោកក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជម្លោះនិងថែមទាំងបានជំរុញឲ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ក្នុងការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌ដែរក្រោយការថ្លែងរបស់លោកសូយ៉ារ៉ាតំណាងប្រតិភូប្រទេសថៃក៏បានស្នើសុំប្រធានអង្គប្រជុំឡើងថ្លែងដើម្បីការពារខ្លួនដែរដោយមិនបានឆ្លើយតបត្រង់ចំពោះការលើកឡើងរបស់ប្រតិភូកម្ពុជាភាគីថៃបានលើកឡើងដោយប្រយោលនិងរៀបរាប់ពីការរៀបចំគោលនយោបាយយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍបេតិកភណ្ឌរបស់ខ្លួនរយៈពេល15ឆ្នាំដោយយកក្របខ័ណ្ឌសកម្មភាពតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ2023-2030ធ្វើជាមូលដ្ឋាននៅក្នុងការរៀបចំតំណាងប្រទេសថៃរូបនេះដដែលអះអាងថាគោលនយោបាយនេះភ្ជាប់តំបន់បេតិកភណ្ឌតំបន់ការពារនិងសហគមន៍នៅជុំវិញឲ្យស្ថិតក្រោមប្រព័ន្ធគ្រប់គ្រងរួមតែមួយហើយថៃត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចែករំលែកបទពិសោធន៍និងគាំទ្រប្រទេសផ្សេងៗនៅក្នុងតំបន់ដើម្បីរួមគ្នាការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌គួររំលឹកថាកាលពីចុងឆ្នាំ2025កម្ពុជាបានស្នើនិងអំពាវនាវឲ្យអង្គការ UNESCO ជួយអន្តរាគមន៍ការពារនិងដោះស្រាយចំពោះការខូចខាតប្រាសាទព្រះវិហារដែលរងផលប៉ះពាល់ពីសកម្មភាពយោធានិងការឈ្លានពានក្រោយមកអង្គការ UNESCO បានត្រឹមសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងនិងថានឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ក្នុងគោលបំណងធានាការការពាររបស់សម្បត្តិបេតិកភណ្ឌទាំងនេះ